ហ៊ានណាបងប្អូនខ្ចី$100ការ$10ក្នុងមួយថ្ងៃការចុះការឡើងគាត់រត់ខ្ចីគេបវលពីមួយដាក់មួយបវលពីមួយដាក់មួយមកឥឡូវហ្នឹងបំណុលកើនឡើងជិត$10000ផងដែរបងប្អូនបាទដើម$100ការមួយថ្ងៃ$10ហ្នឹងហើយយឺតសំបីតែ1នាទីក៏ពីនៃ$30ដែរគាត់បានយករូបក្រុមគ្រួសារខ្ញុំក៏ដូចជា2អ្នកប្តីប្រពន្ធខ្ញុំហើយនឹងអ្នកដែលមាន friend ជាមួយខ្ញុំទាំងអស់យកមកវាយប្រហាររហូតដល់មកដល់ថ្ងៃហ្នឹងរយៈពេល3ថ្ងៃគឺគាត់អត់ឈប់ទេខ្ញុំទោសដល់ពូមីងក៏ដូចជាប៉ាម៉ាក់ទាំងសងខាងបើសិនជាបានឃើញវីដេអូនេះហើយសូមកុំយកទៅបៃនឹងខ្ញុំអីហើយសូមអរគុណដល់មិត្តភ័ក្តិក៏ដូចជាអ្នកដែលស្គាល់ខ្ញុំហ្នឹងដែលបានឆាតសួរសុខទុក្ខពេលខ្ញុំឃើញខ្ញុំអញ្ចឹងបានជួយជាថវិកាជាសហុយសម្រាប់ខ្ញុំឡើងមកហ្នឹងហើយកន្លងមកហ្នឹងខ្ញុំតែងតែឆាតទៅខ្ចីគាត់ដើម្បីយកមកដោះតល់មកពេលហើយដល់ឥឡូវហ្នឹងមានអ្នកខ្លះគឺខ្ញុំអត់បានសងគាត់ទេខ្ញុំខ្ចីជាលក្ខណៈមិត្តភាពអត់មានគិតការប្រាក់អីទាំងអស់ចាស់បំណុលហ្នឹងប្រហែលជាប្រហែលអ្នកបង30អ្នកជាងបងចាស់បំណុលទាំងអស់ហ្នឹងជួយទុកពេលឲ្យខ្ញុំដើម្បីខ្ញុំដោះស្រាយពីព្រោះអីខ្ញុំអត់ខ្លាចនៅក្នុងការដោះស្រាយបំណុលទេបើសិនជាខ្ញុំបានខ្ចីឲ្យទៅទុកពេលឲ្យខ្ញុំហើយមួយទៀតខ្ញុំចង់ពៀវនាវដល់ក្រុមហ៊ុនក៏ដូចជាបងប្អូនទាំងអស់ដែលមានការងារធ្វើនិងម្ចាស់ផលិតផលទាំងអស់បើសិនជាមានការងារសូមដាក់ការងារឲ្យខ្ញុំធ្វើផងខ្ញុំនឹងទទួលធ្វើទាំងអស់មិនថាការងារអីទេឲ្យតែបានលុយដោយសារតែខ្ញុំទាំងពីរហ្នឹងគឺស្គាល់គ្នាហ្នឹងអត់តាន់បានរៀបការក៏ដូចជាធ្វើកម្មវិធីភ្ជាប់ពាក្យអីជាមួយគ្នាទេតែខ្ញុំស្គាល់គ្នាជាង1ឆ្នាំហ្នឹងក៏ប៉ុន្តែខ្ញុំបានរស់នៅជាមួយគ្នាខ្ញុំដើរធ្វើការជាមួយគ្នាជាង1ឆ្នាំហើយរហូតដល់ពេលមួយដែលចាស់គាត់ថាយើងល្មមរៀបចំកម្មវិធីហើយកុំឲ្យខុសប្រពៃណីបន្តទៀតទី1ហើយទី2យើងប្រឈមមុខនឹងការខ្មាស់គេអញ្ចឹងទៅក៏ខ្ញុំសម្រេចចិត្តថាខ្ញុំនឹងធ្វើហ្នឹងខ្វះលុយបានខ្ញុំរត់ទៅឆក់គេយកមកចៃអនឡាញហ្នឹងដែលការ$10ជាងក្នុងមួយថ្ងៃក្នុងទំហំទឹកប្រាក់1លានពីដំបងហ្នឹងបាទបងបាទអាហ្នឹងដំបងបំផុតហ្មងបាទបន្ទាប់មកទៀតបងទៅខ្ចីទំហំទឹកប្រាក់$400ដើម្បីធ្វើការសងម្ចាស់ដែលបំណុល1លានហ្នឹងបងខ្ចីហ្នឹងក្នុងការប្រមាណបងខ្ចីអ្នកផ្សេងមួយទៀតហ្នឹងបាទហ្នឹងហើយខ្ញុំខ្ចីក្នុង100ការ$7$7បាទអូខេអញ្ចឹងទឹកប្រាក់ចំនួន$400ទឹកប្រាក់ចំនួន$400ក្នុង$100ការ$7ក្នុងមួយថ្ងៃបាទបងបាទអញ្ចឹង$400បើយើងបូកសរុបទៅវាចូល20ជាងក្នុងមួយថ្ងៃហើយបាទ$28បាទហើយបន្ទាប់មកទៀតខាងម្ចាស់បំណុល$400ហ្នឹងគាត់និយាយជាមួយយើងបែបណាខ្លះអីបែបណាខ្លះហើយយើងទៅខ្ចីលុយពីអ្នកណាតទៀតមកសង$400ហ្នឹងកាលហ្នឹងគាត់លក្ខណៈថាបើមិនឲ្យការគាត់ឲ្យតន់ពេលវេលាទេគឺគាត់នឹងផុសរូបនឹងធ្វើឲ្យខ្ញុំខ្មាស់គេបាទអញ្ចឹងខ្ញុំស្រឡាញ់មុខមាត់ខ្ញុំខ្លាចគ្រួសារខ្មាស់គេដែរអីដែរខ្ញុំក៏សម្រេចចិត្តទៅយកពីម្នាក់ទៀតក៏ប៉ុន្តែខ្ញុំយកហ្នឹងខ្ញុំអត់ចាប់ខ្ញុំឈប់យកច្រើនទេបងខ្ញុំយកតិចលក្ខណៈ50 100ដើម្បីដោះតល់មួយថ្ងៃបាទដល់ពេលយូរទៅខ្ញុំខ្ចី50 100 50 200អញ្ចឹងទៅវាឡើងការបូកតគ្នាអញ្ចឹងបានន័យថាកំណើននៃការទាំងលុយដើមទាំងការហ្នឹងគឺវាកើនឡើងខ្ចីតែម្នាក់ទេឬក៏ជាច្រើនអ្នកខ្ញុំខ្ចី50 100ហ្នឹងខ្ញុំខ្ចីម្ដងម្នាក់អញ្ចឹងខ្ញុំយក50ហ្នឹងខ្ញុំមកបង់ការម្នាក់ខ្ញុំយក100យកមកបង់ការម្នាក់ហើយខ្ញុំសល់លុយតិចតួចសម្រាប់4 5រៀល10រៀលហ្នឹងសម្រាប់ខ្ញុំអាចយកប្រើប្រាស់ខ្លួនឯងប្រចាំថ្ងៃទេអញ្ចឹងសរុបលុយថាឧទាហរណ៍ថាខ្ញុំខ្ចីចំនួន100%អញ្ចឹងលុយដែលខ្ញុំយកមកប្រើប្រាស់ខ្លួនឯងបានដល់10%ទេបងក្រៅពីហ្នឹងគឺខ្ញុំយកបង់ការគេប្រចាំថ្ងៃទាំងអស់ហើយជាប្រមាណទៀតបងទំហំទឹកប្រាក់សរុបទាំង32នាក់ហ្នឹងបងប្រមាណទៀតបងទាំងការទាំងដើមទាំងអស់ហ្មងបងហើយជាប្រមាណលុយបើតាមប្រពន្ធខ្ញុំគាត់បោកលបាក់វាចូលក្បែរអាចថា$8000ទៅ$9000ថា$8000 $9000ថា$10000ចុះបងថា10000ទៅបាទបងខ្ញុំចូលមកបំភ្លឺនេះខ្ញុំចង់ឲ្យម្ចាស់បំណុលទាំងអស់ហ្នឹងជួយទុកពេលឲ្យខ្ញុំដើម្បីខ្ញុំដោះស្រាយពីព្រោះអីខ្ញុំអត់ខ្លាចនៅក្នុងការដោះស្រាយបំណុលទេបើសិនជាខ្ញុំបានខ្ចីឲ្យទៅទុកពេលឲ្យខ្ញុំហើយមួយទៀតខ្ញុំចង់ពៀវនាវដល់ក្រុមហ៊ុនក៏ដូចជាបងប្អូនទាំងអស់ដែលមានការងារធ្វើនិងម្ចាស់ផលិតផលទាំងអស់បើសិនជាមានការងារសូមដាក់ការងារឲ្យខ្ញុំធ្វើផងខ្ញុំនឹងទទួលធ្វើទាំងអស់មិនថាការងារអីទេឲ្យតែបានលុយព្រោះអីខ្ញុំមកដល់ដំណាក់កាលនេះហើយខ្ញុំអត់អាចនៅក្នុងការរកការងារធ្វើបានទេខ្ញុំពិបាកនៅក្នុងការរកការងារធ្វើណាព្រោះអីគាត់បានផុសខ្ញុំគាត់វាយប្រហារខ្ញុំច្រើន
dạ về bay ngày mà ní còn cái ngày na có đăng đại bọn thành nhầm chủ bưng này cái mạnh chẳng kẹt hiện từ tôi nhầm thời càng nghe mười kê thì bà không bà មានអីនិយាយទៅកាន់បងប្អូនជាពលរដ្ឋយើងទេក្នុងការដែលកម្ចីអនឡាញការដូចចក្រនេះបង nhầm xôm bạc ca phía bên nếu tới mà hai chôn từng ó bong bóng từng ó mà hai dụ vậy rồi có u minh bà sân chi khoa khát à xây công xây tam ca trong ca online này ấy muốn đừng xây trời mơ vì cá thay dương ai rốt đuổi ót dương ai cầm nọt pe và lia đầm bay son cây ngày na ở cho bà công che thì vô được nhóm dương cái thà ở ấy công mình tái chắc bà ông pi lôi tây ở lớn mà đo lôi cho ra trắng tự nhóm đang tha ca kịch kho một pe phò dưỡng là hồn mà đo lời ní thôi ở nhóm lùng luôn là hồn ở nhóm bắt ảnh ngược một đôi bắt bằng từng ca nghĩa bắt bằng từng kịch thì vô